សួស្តីប្រិយមិត្តទាំងអស់គ្នាស្វាគមន៍មកកាន់ Mr. 855 មកពេលនេះផងដែរខ្ញុំក៏សូមលើកយកព័ត៌មានពីរមកចែកជូនបងប្អូនប្រិយមិត្តទាំងអស់គ្នាព័ត៌មានទី1ដែលខ្ញុំលើកយកមកបង្ហាញប្រិយមិត្តទាំងអស់គ្នាគឺទាក់ទិនទៅនឹងក្រឡាប់រថយន្តដឹកកម្មករ2គ្រឿងរបួសកម្មករជាច្រើនអ្នកនៅស្រុកខ្សែកណ្ដាលសូមតាមដានព័ត៌មាននេះជាមួយនឹងខ្ញុំបាទទាំងអស់គ្នារថយន្តដឹកកម្មករ2គ្រឿងបើកចែងគ្នាបណ្ដាលឲ្យក្រឡាប់រងរបួសកម្មករធ្ងន់ស្រាល7នាក់នៅយប់ថ្ងៃទី28ខែតុលាឆ្នាំ2016នេះក្នុងតំបន់សេដ្ឋកិច្ច7NG ស្ថិតក្នុងភូមិវិហារសួរជើងវិហារសួរជើងឃុំវិហារសួរស្រុកខ្សែកណ្ដាលខេត្តកណ្ដាលមន្ត្រីនគរបាលចរាចរណ៍ស្រុកខ្សែកណ្ដាលបានឲ្យដឹងថាមុនពេលកើតហេតុមានរថយន្តដឹកកម្មករ2គ្រឿងបើកចែងគ្នាទៅវិញទៅមកហើយបានបួងចង្កូតខ្លាំងបណ្ដាលឲ្យក្រឡាប់តែម្ដងបណ្ដាលឲ្យកម្មករ7នាក់រងរបួសក្នុងនោះរងរបួសធ្ងន់ម្នាក់ប្រិយមិត្តទាំងអស់គ្នានេះគឺជារថយន្តដែលបានក្រឡាប់ដោយសារតែការបើកចែងគ្នាបាទគ្នាឆ្លងឡើងខ្លះបាទក្រោយពេលកើតហេតុគឺឃើញមានមន្ត្រីបេឡាជាតិរបបសន្តិសុខសង្គមរួមជាមួយសមាជិកមូលដ្ឋានបានចុះជួយអន្តរាគមន៍ហើយដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកខ្សែកណ្ដាលនិងបានបញ្ជូនបន្តទៅមន្ទីរពេទ្យកាល់ម៉ែតសូមបញ្ជាក់ថានៅថ្ងៃទី27ខែតុលាម្សិលមិញនេះរថយន្តដឹកកម្មករមួយគ្រឿងក៏បានក្រឡាប់នៅផ្លូវជាតិលេខ 6A ក្នុងសង្កាត់បាក់ខែងខណ្ឌជ្រោយចង្វាបណ្ដាលឲ្យកម្មការនីរហូតទៅដល់30នាក់រងរបួសធ្ងន់ស្រាលប្រិយមិត្តទាំងអស់គ្នាសម្រាប់អត្ថបទមួយនេះក៏ខ្ញុំបាទសូមបញ្ចប់ត្រឹមប៉ុណ្ណេះហើយយើងងាកមកមើលអត្ថបទទី2វិញម្ដងប្រិយមិត្តទាំងអស់គ្នាសម្រាប់អត្ថបទទី2នេះគឺទាក់ទងទៅនឹងនគរបាលខេត្តរតនគិរីដែលចាប់ចោលលួចក្របីបានមួយសន្ទុកដោយសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍សង្កាត់បឹងកន្សែងនិងកម្លាំងនគរបាលព្រំប្រទានកម្រិតស្រាវនៃស្នងការនគរបាលខេត្តនៅថ្ងៃទី30ខែតុលាឆ្នាំ2016បានចាប់ឃាត់ខ្លួនជនសង្ស័យប្រុសស្រី4នាក់ជាចោរលួចក្របីនៅចំណុចក្បែរបន្ទាយសេនាតូចអន្តរាគមន៍លេខ 1 ស្ថិតក្នុងភូមិអូកន្សែងសង្កាត់បឹងកន្សែងស្រុកបាឡុងខេត្តរតនគិរីប្រិយមិត្តទាំងអស់គ្នាគឺនៅក្នុងរូបភាពនេះគឺចាប់យកមកកាប់ដួលមកតាមសមត្ថកិច្ចនគរបាលដែលចុះប្រតិបត្តិការបានប្រាប់ឲ្យដឹងថាបន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីម្ចាស់ក្របីឈ្មោះថាក្រតុកព្រឿងជនជាតិក្រឹងភេទប្រុសអាយុ35ឆ្នាំមានទីលំនៅភូមិធួយទុំឃុំចាអ៊ុងបានបាត់ក្របី5ក្បាលនៅវេលាម៉ោង10យប់ថ្ងៃទី29ខែតុលាកម្លាំងនគរបាលបានប្រើប្រាស់វិធានការជំនាញស្រាវជ្រាវមុខសញ្ញាលុះដល់ម៉ោងប្រមាណ8:15នាទីព្រឹកថ្ងៃទី30ខែតុលានេះ
កម្លាំងបានចុះបង្ក្រាបជាក់ស្ដែងនៅទីតាំងខាងលើប្រតិបត្តិការនេះនគរបាលបានឃាត់ខ្លួនជនសង្ស័យប្រុសស្រី4នាក់ក្នុងនោះម្ចាស់ផ្ទះមានឈ្មោះថាហ៊ឹមសេះភេទស្រីអាយុ51ឆ្នាំជនជាតិខ្មែរឥស្លាមប៉ុន្តែជនសង្ស័យ3នាក់ផ្សេងទៀតមិនស្គាល់អត្តសញ្ញាណនោះទេវត្ថុតាងដែលដកហូតបានមានក្របីរស់មួយក្បាលស្បែកគោស្បែកក្របីនិងសាច់ក្របីពន្លះហើយមួយចំនួនទាំងអស់គ្នាគឺនេះក្របីដូចជាកូនមានកូននៅក្នុងតូច2 3ក្បាល1ក្បាល5ក្បាលមានកូន3ក្បាលបច្ចុប្បន្នជនសង្ស័យប្រុសស្រី4នាក់ក្របី1ក្បាលនិងវត្ថុតាងមួយចំនួនខាងលើត្រូវបានកម្លាំងនគរបាលនាំមកស្នងការនគរបាលខេត្តរតនគិរីដើម្បីចាត់វិធានការតាមផ្លូវច្បាប់ដើម្បីគេនឹងកាត់ប្រិយមិត្តទាំងអស់គ្នាសម្រាប់អត្ថបទទាំងពីរដែលខ្ញុំបានលើកយកមកបង្ហាញជូនប្រិយមិត្តទាំងអស់គ្នានៅពេលនេះក៏ដល់ទីបញ្ចប់ផងដែរអរគុណប្រិយមិត្តទាំងអស់គ្នាហើយនៅពេលនេះផងដែរខ្ញុំបានសូមអរគុណកាយគោរពលា